ហើយពេជ្រពិសីសួរថាជំរាបសួរលោកគ្រូសូមសួរលោកគ្រូមួយសំណួរតើព្រះជាអ្វីហ្នឹងហើយលើកឧទាហរណ៍មកព្រះអីគេដែលចង់សួរពីព្រះជាអ្វីហ្នឹងព្រះអីតើព្រះអីមកខ្ញុំប្រាប់ថាព្រះហ្នឹងស្អីពីព្រោះព្រះមានច្រើនណាមិនដឹងឲ្យខ្ញុំឆ្លើយព្រះមួយណាហ្នឹងហើយបើនៅក្នុងលទ្ធិព្រហ្មញ្ញនៅក្នុងព្រាហ្មណ៍ព្រះមានរាប់រយលាននោះហ្នឹងព្រះនឹងព្រះអីខ្លះទេហើយខ្មែរយើងហ្នឹងក៏មានព្រះច្រើនដែរព្រះធរណីព្រះពាយព្រះអាទិត្យព្រះច័ន្ទព្រះគង្គាអូព្រះពុទ្ធពេជ្រពិសីសួរព្រះពុទ្ធបាទព្រះពុទ្ធបើនិយាយដោយបុគ្គលគឺសំដៅដល់បុគ្គលដែលសន្សំនៅបារមីធម៌បារមីហ្នឹងយើងមិនសូវយល់ទៅទៀតឮតែបារមីរឿងតែខ្លាំងប៉កែបារមីប្រែថាជាគុណសម្បត្តិសម្រាប់ញ៉ាំងសត្វចិញ្ចាទុកបើនិយាយឲ្យមែនទែនថាតួបារមីហ្នឹងគឺតួកុសលធម៌ដ៏ក្រៃលែងគឺតួបុណ្យតួសេចក្តីល្អភាពល្អដែលហ៊ានលះបង់ទាំងទ្រព្យសម្បត្តិលះបង់ទាំងអវយវៈលះបង់ទាំងជីវិតអាហ្នឹងបានបុណ្យហ្នឹងកុសលហ្នឹងហៅថាបារមីបារមីហ្នឹងប្រែថាជាកុសលដែលឆ្លងទៅដល់ត្រើយនៃវដ្តៈមិនមែនបារមីដូចយើងគិតរឿងខ្លាំងប៉កែមកប្រោះមកជប់ហ្នឹងទេអត់ទេអញ្ចឹងពាក្យថាសន្សំបារមីមានន័យថាសន្សំសេចក្តីល្អគ្រប់បែបយ៉ាងហ្នឹងហើយល្អ10យ៉ាងដូចទី1ទៀនហ្នឹងគឺថាគ្មានទៀនណាដែលពពោរិស័ទមិនហ៊ានលះទ្រព្យសម្បត្តិក្រៅខ្លួនមានវិញ្ញាណក្តីអត់វិញ្ញាណក្តីឲ្យបើនរណាចង់បានអវយវៈចង់បានគ្រឿងក្នុងអីឲ្យទាំងអស់អាហ្នឹងសន្សំបារមីគេអញ្ចឹងទៅតាមពិតឲ្យទេប៉ុន្តែជាការសន្សំទានបារមីអាហ្នឹងជួសសុំជីវិតក៏ឲ្យដែរមិនសំទានបារមីទៅជប់ទៅប្រោះនរណាទេណាបារមីហ្នឹងអញ្ចឹងយើងវាខូចអាពាក្យដើមអស់ហើយរាល់ថ្ងៃហ្នឹងសិលអញ្ចឹងដែរលោកដាក់ចិត្តថារសាសិលហើយគឺគ្មានអីមករំខានលោកមិនឲ្យរសាសិលឲ្យបរិសុទ្ធបានទេទោះជាត្រូវអស់ទ្រព្យអស់សម្បត្តិខាត់ទ្រព្យខាត់សម្បត្តិអស់យ៉ាងម៉េចក៏លោកមិនចោលសិលបើទោះជាត្រូវដាច់ដៃដាច់ជើងដាច់ស្លឹកត្រចៀកយ៉ាងម៉េចក៏លោកមិនចោលសិលបើទោះជាអស់ជីវិតក៏មិនចោលសិលដែរសិលបែបហ្នឹងហៅថាសីលបារមីហ្នឹងនៃខមៈបារមីគឺសន្សំការចេញបួសគ្មានអីរារាំងលោកមិនឲ្យចេញបួសបានទេទោះទ្រព្យសម្បត្តិទោះអវយវៈទោះជីវិតសិតតែដល់ថ្នាក់ហ្នឹងដែលជាបារមីដែលពពោធិសត្វសន្សំបញ្ញាបារមីខន្តីបារមីសច្ចៈបារមីឧបេក្ខាបារមីអស់នោះសិតតែស្មើនឹងជីវិតទាំងអស់អញ្ចឹងពាក្យសន្សំជីវិតហ្នឹងមានសន្សំសេចក្តីល្អហ្នឹងហ្នឹងហើយខ្ញុំដឹងនិយាយមិនដើម្បីដោះពីចិត្តគំនិតប្រជាពលរដ្ឋយើងឲ្យយល់ពាក្យបារមីហ្នឹងថាជាធម៌ដែលសន្សំឲ្យបានត្រាស់ដឹងមិនមែនសន្សំយកមកប្រោះមកជប់យើងហ្នឹងទេនឹងនិយាយដោយបុគ្គលគឺបុគ្គលដែលសន្សំបារមី10ហ្នឹងហើយបុគ្គលបារមី1ចែកជា3ហៅថាបារមី30ហ្នឹងឲ្យរបស់ក្រៅខ្លួនហៅថាបារមីធម្មតាដូចទៀនហ្នឹងទៀនបារមីបើឲ្យដល់ដៃដល់ជើងដល់អវយវៈហៅថាឧបបារមីទៀនឧបបារមីបើឲ្យដល់ជីវិតអាហ្នឹងហៅថាបរមត្ថបារមីសិលក៏អញ្ចឹងដែរសិលណាដែលមិនអាចរបស់ក្រៅខ្លួនឲ្យដាច់បានសិលហ្នឹងហៅថាសីលបារមីសិលណាដែលសូម្បីដាច់ជីវិតដាច់ដៃដាច់ជើងក៏មិនដាច់សិលហ្នឹងហៅថាសីលឧបបារមីសិលណាដែលថាដាច់ជីវិតក៏មិនព្រមដាច់សិលអាហ្នឹងហៅថាសីលបរមត្ថបារមីឃើញទេខន្តីចឹងដែរខន្តីណាដែលថារបស់ក្រៅខ្លួនទោះខូចទោះវិនាសប្រាត់ប្រាស់យ៉ាងម៉េចក៏មិនដាច់អាហ្នឹងហៅថាខន្តិបារមីហើយណាដែលសំបីដាច់ដៃដាច់ជើងក៏មិនបាត់នៅខន្តីហ្នឹងហៅថាខន្តិឧបបារមីហើយណាដែលដល់ថ្នាក់ជីវិតក៏មិនលះបង់នៅខន្តីហ្នឹងហៅថាខន្តិបរមត្ថបារមីអញ្ចឹងមួយគុណនឹង3អញ្ចឹងទៅហៅថាបារមី30ហ្នឹងតែយើងយកមកសូត្រក្នុងកម្មវិធីអីទៅជាលើកបារមីអីចេះចោះមែនទេអាហ្នឹងគឺសម្រាប់ធ្វើតាសម្រាប់
អភិវឌ្ឍខ្លួនសម្រាប់សន្សំសេចក្តីល្អផ្ទាល់ខ្លួនទេគ្រប់បារមី10ហ្នឹងគ្រប់ហើយគ្រប់ដោយពេលវេលាទៀត4អសង្ខ័យមួយសែនកាប់មកបានវាអាចជាបច្ច័យគ្រប់ឲ្យត្រាស់ដឹងនៅសម្មាសម្ពុទ្ធញ្ញាណហើយត្រាស់ដឹងជាប្រពុតឃើញច្បាស់នៅសច្ចធម៌មានផ្លូវរួចចាក់ទុកបានហើយសម្ដែងឡើងនៅធម៌ហ្នឹងប្រោសពពួកសត្វហ្នឹងឲ្យបានត្រាស់ដឹងដូចព្រះអង្គដែរបាទតិចពិសីខ្ញុំបានស្ដាប់លោកគ្រូនិយាយអំពីបារមី10ហៅថាព្រះនឹងហៅថាព្រះពោធិសត្វអញ្ចឹងណាព្រះពោធិសត្វមិនមែនព្រះពុទ្ធទេព្រះពោធិសត្វពេលដែលសំហៅថាព្រះពោធិសត្វដល់ទៅគ្រប់ហើយបានមកត្រាស់ដឹងនេះបានហៅថាព្រះពុទ្ធឬក៏ព្រះសម្មាសម្ពុទ្ធ